ថ្ងៃនេះនាងខ្ញុំមានអាហារសម្រាប់កូនដែលចេះទំពាហើយនាងខ្ញុំមានមើមយេនចំនួន50ក្រាម spinach ចំនួន50ក្រាម ការ៉ុតចំនួន50ក្រាមដែរនាងខ្ញុំមានយ៉ាអ៊ូមួយប្រអប់តូចនិងម្សៅដុតនំ baking powder មួយកញ្ចប់តូចផងដែរចំពោះបន្លែទាំងនេះបងប្អូនត្រូវយកវាទៅកិនឲ្យម៉ត់ដូចនាងខ្ញុំអញ្ចឹងបន្ទាប់មកនាងខ្ញុំមានម្សៅស្រូវសាលីចំនួន100ក្រាមចំពោះយ៉ាអ៊ូមួយប្រអប់នេះនាងខ្ញុំដាក់ទាំងអស់តែម្ដងយ៉ាអ៊ូដែលខ្ញុំប្រើនេះបងប្អូនអត់មានជាតិផ្អែមទេគឺវាធម្មជាតិណាហើយម៉ាក់នេះដែរគឺខ្ញុំចូលចិត្តញ៉ាំដោយសារវាឆ្ងាញ់នាងខ្ញុំប្រើម្សៅ baking powder 1ស្លាបព្រាកាហ្វេហើយប្រេងអូលីវចំនួន1ស្លាបព្រាកាហ្វេដែរបន្ទាប់មកនាងខ្ញុំក៏គោះពងមាន់ដាក់ជាមួយគ្នាចំនួន1គ្រាប់ដែរយើងកូរវាឲ្យសព្វឲ្យคล้ายជាល្បាយតែមួយបែបនេះមកបន្ទាប់មកយើងចែកម្សៅហ្នឹងគឺជា3ផ្នែកដើម្បីងាយស្រួលក្នុងការលាយជាមួយនឹងបន្លែចំពោះបន្លែវិញបងប្អូនពេលដែលយើងលាយកុំដាក់វាច្រើនពេកក្នុងមួយចានហ្នឹងយើងដាក់វាត្រឹមតែ50ក្រាមនៃបន្លែដែលយើងកិនបានហើយបើសិនជាបងប្អូនឃើញថាម្សៅមួយណាដែលមើលទៅរាវពេកបងប្អូនអាចថែមម្សៅបន្តិចពីលើនេះបានពេលដែលនេះខ្ញុំលាយហើយគឺពណ៌វាឡើងស្អាតតែបងប្អូនស្អាតមែនទែនពណ៌ធម្មជាតិពីបន្លែរបស់យើងឥឡូវនេះឃើញថាយើងបានលាយរួចហើយឥឡូវដល់វគ្គយើងយកម្សៅនេះមកចៀនតែម្ដងហើយក្នុងមួយដុំនេះខ្ញុំបានដាក់ម្សៅនេះចំនួន2ស្លាបព្រាបាយបងប្អូនបន្តធ្វើបែបនេះរហូតដល់អស់ម្សៅរបស់យើងទាំង3ចានមកណាហើយក្បួនក្នុងការធ្វើនេះបងប្អូនខ្ញុំបានមកពីអ្នកជំនាញខាងចំណីអាហារនៅក្នុងស្រុកបារាំងនេះហើយរបៀបធ្វើទាំងនេះមិនមែននាងខ្ញុំចេះតែធ្វើទេគឺមានក្បួនច្បាស់លាស់មានជាសភៅកេកមានសរសេរពីក្បួនច្បាស់លាស់បងប្អូនហើយមានរហូតទៅដល់រាប់ពាន់ប្រភេទរាប់ពាន់មុខឯណោះហើយនេះខ្ញុំនឹងត្រៀមចេញវីដេអូជាបន្តបន្ទាប់ស្ដីអំពីអាហារកុមារចាប់ពីអាយុ4ខែឡើងរហូតដល់10ឆ្នាំដូច្នេះហើយសូមបងប្អូនជួយចុច Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយដើម្បីតាមដាននៅវីដេអូក្រោយៗទៀតស្ដីអំពីចំណីអាហាររបស់កុមារដែលធ្វើតាមបែបរបស់ជនជាតិបារាំងឥឡូវនំយើងក៏បានឆ្អិនហើយគឺឃើញថាពណ៌ស្អាតមែនទែនបងប្អូនហើយរសជាតិគឺឡំបងប្អូនដោយសារយើងអត់មានដាក់ជាតិស្ករទេសម្រាប់កុមារគឺយើងប្រើធម្មជាតិបែបនេះយើងអត់ទាន់លាយគ្រឿងឲ្យគាត់ទេមិនថាស្ករមិនថាអំបិលឬមួយរសជាតិអ្វីផ្សេងទៀតអរគុណបងប្អូនហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា